ខសាទវលោកសាទសប្បុរសទាំងឡាយនៅក្នុងរដូវចូលឆ្នាំថ្មីគឺពុទ្ធបរិស័ទក៏ដូចជាខាងព្រហ្មញ្ញតែងតែមានពិធីប្រារព្ធកិច្ចដើម្បីថ្វាយដល់ទេពតាឆ្នាំថ្មីប៉ុន្តែចំពោះពុទ្ធនិយមក្តីចំពោះព្រាហ្មណ៍និយមក្តីគឺចែកដាច់ពីគ្នាអស់លោកសប្បុរសខ្លះគឺលោកកាន់ព្រាហ្មណ៍និយមតែអស់លោកសប្បុរសខ្លះទៀតគឺលោកកាន់ជាពុទ្ធនិយមញាតិញោមពុទ្ធបរិស័ទទាំងឡាយបើសិនជាយើងកាន់ពុទ្ធនិយមរឿងដង្វាយដែលសម្រាប់ថ្វាយដល់ទេពតាឆ្នាំថ្មីឬមួយក៏យើងជាអ្នកកាន់ពុទ្ធសាសនាគឺមានការគោរពពុទ្ធជាធំអញ្ចឹងគឺរំដាប់រៀបដើម្បីថ្វាយដល់ពុទ្ធរូបបដិមារូបស្នងអង្គរបស់ព្រះពុទ្ធជាម្ចាស់អត់មានច្រើនទេញាតិញោមពុទ្ធបរិស័ទទាំងឡាយមិនមានច្រើនទេចាស់បុរាណគឺលោករៀបណាគឺលោករៀបនៅក្នុងថ្ងៃចូលឆ្នាំពីព្រោះថាវាមានរយៈពេល3ថ្ងៃមានថ្ងៃចូលឆ្នាំមានថ្ងៃវិរៈវណ្ណបត្តិហើយនឹងមានថ្ងៃវិរៈឡើងស័កហើយចឹងតើក្នុងថ្ងៃចូលឆ្នាំហ្នឹងគឺពុទ្ធនិយមឬមួយក៏បុរាណកន្លងមកតើលោករៀបចំរបៀបម៉េចដើម្បីឲ្យត្រូវទៅតាមការគោរពរបស់គាត់ចឹងខ្ញុំគណៈអាត្មាភាពក៏សូមលើកអំពីកិច្ចរៀបចំរណ្ដាប់ថ្វាយដល់ពុទ្ធជាម្ចាស់ក៏ដូចជាថ្វាយដល់ទេពតាឆ្នាំថ្មីអញ្ចឹងគឺបើចំពោះពុទ្ធនិយមថ្វាយចំពោះពុទ្ធគឺយើងគ្រាន់តែរៀបចំគេហៅថាទៀន5ធូប5តែប៉ុណ្្នឹងទេស្លាធម៌3ទៀន5ធូប5តែប៉ុណ្្នឹងទេអាហ្នឹងគឺគ្រប់សម្រាប់ការថ្វាយចំពោះពុទ្ធជាម្ចាស់ចាស់បុរាណលោករៀបចំប៉ុណ្ណឹងហើយលោកមានទឹកផ្តិល2អមសងខាងហើយទឹកផ្តិលនោះគឺអបដោយក្លឹមច័ន្ទដោយក្លឹមច័ន្ទមានក្លិនក្រអូបហើយដាក់ផ្កាឈើព្រៃទាំងឡាយក៏ដូចជាផ្កាដែលយើងបានដាំហើយអញ្ចឹងគឺយើងយកមករៀបចំថ្វាយដល់ព្រះសម្មាសម្ពុទ្ធអញ្ចឹងគឺពិធីកិច្ចចូលឆ្នាំហ្នឹងគឺធ្វើរៀបចំអញ្ចឹងហើយមិនត្រឹមតែប៉ុណ្ណោះឡើយគឺបើសិនជាយើងរកផ្កាមិនបានល្អគឺផ្កាតាមអធ្យាស្រ័យយើងដាំនៅនឹងមុខផ្ទះក្តីយើងទៅបេះផ្កាឈើព្រៃក្តីណាតាមអធ្យាស្រ័យគឺយើងយកមកដាក់រៀបចំថ្វាយនេះគឺជាសក្ការៈមួយដែលយើងបានមានចំពោះព្រះពុទ្ធជាម្ចាស់ហើយអញ្ចឹងគឺយើងមិនបាច់ដល់ថារៀបចំឲ្យមានដល់រហូតដល់បាយសីតាំងពីថ្នាក់ទី1 2ថ្នាក់3ថ្នាក់4ថ្នាក់រហូតដល់12ថ្នាក់នោះមិនបាច់ទេអានោះគឺជាព្រាហ្មណ៍ជាព្រហ្មញ្ញសាសនាទេតែបើសម្រាប់ពុទ្ធជាម្ចាស់នៃយើងនឹងគឺយើងរៀបចំតែទៀន5ធូប5ស្លាធម៌ហើយនឹងទឹកពីផ្តិលមកហើយបើសិនជាហោរៀបចំហើយណាគឺឪពុកម្ដាយយាយតាគាត់ណាយើងស្ដាប់ដំណឹងថាឥឡូវចូលឆ្នាំថ្មីហ្នឹងគឺចូលម៉ោងប្រមាណថ្ងៃណាវេលាថ្មណាអញ្ចឹងទៅគឺយើងរៀបចំដើម្បីនឹងទទួលទេវតាឆ្នាំថ្មីស្លៀកពាក់សណាសម្អិតសម្អាងខ្លួនឲ្យបានល្អមានបរិមណ្ឌលល្អយើងមកដើម្បីថ្វាយបង្គំដល់ព្រះរតនត្រ័យនឹងបន្ទាប់ពីយើងបានរៀបនៅគ្រឿងសក្ការៈបូជាមានទៀន5ធូប5និងទឹកដែលអបដោយក្លឹមច័ន្ទតែបើសិនជាសម័យឥឡូវយើងគ្មានទៅរកក្លឹមច័ន្ទឯណាបានអាហ្នឹងគឺយើងទឹកអបហ្នឹងឯងហ្នឹងហើយទឹកអបយើងបាញ់ទៅហើយយើងដាក់ផ្កានៅក្នុងផ្តិលទឹកហ្នឹងទៅហើយចំណែកឲ្យកន្លែងដែលតម្កល់ផ្កាមានថោផ្កាអីគឺយើងយកផ្កាតាមអធ្យាស្រ័យរបស់យើងមកហ្នឹងហើយតែបើសិនជាយើងមានផ្កាល្អហើយសម្បូរផ្កាអាហ្នឹងរឹតកាន់តែល្អយើងរៀបចំទៅតាមអធ្យាស្រ័យរបស់យើងទៅហើយក៏នាំកូននាំចៅហ្នឹងដើម្បីយើងស្ដាប់
ទេវតាចុះនៅម៉ោងប្រមាណបើដឹងថាចុះនៅម៉ោងប្រមាណយើងនឹងនាំកូនចៅថ្វាយបង្គំព្រះណាតាំងពីអ៊ីមេហេទីអ្នកមោតាសៈភគវៈតោស្វៈខាតោណែអ៊ីតិបិសោស្វៈខាតោសុបដិបណ្ណោអញ្ចឹងទៅណាមកចប់ក្តី2ចប់ក្តី3ចប់ក្តីតម្រាំតែដល់ម៉ោងទេវតាឆ្នាំថ្មីយាងចុះមកនិយាយដែរអញ្ចឹងគឺចាស់បុរាណហ្នឹងគឺធ្វើអញ្ចឹងហើយរំដាប់ថ្វាយទេវតារំដាប់ថ្វាយទេវតាសូមញាតិញោមទាំងអស់កុំឆ្លេឆ្លាកុំឆោឡោថាឥឡូវគ្រូគេទាយហោរាគេបានពោលថាត្រូវតែថ្វាយណាថ្វាយសាច់នេះសាច់នោះថ្វាយសណ្ដែកថ្វាយល្ងឬមួយក៏ថ្វាយជាចំណីឆៅឬមួយក៏ថ្វាយអ្វីមានអីស្រាមានអីជាដើមហ្នឹងអញ្ចឹងគឺយើងកុំឆោឡោកុំទៅមានជំនឿដោយមិនបានគិតពិចារណាពីព្រោះការថ្វាយដង្វាយដល់ទេវតានេះណាយើងមិនបាច់រៀបចំឲ្យបានច្រើនទេណាពីព្រោះទេវតាញាតិញោមពុទ្ធបរិស័ទដឹងហើយឬនៅទេវតាគឺអ្នកសោយបុណ្យអ្នកសោយសម្បត្តិទឹកអញ្ចឹងគឺមិនមែនមកសោយចំពោះរបស់ដែលយើងថ្វាយមានគ្រឿងចម្អាបឬមួយក៏ថ្វាយនៅអាហារទាំងឡាយហ្នឹងគឺទេវតាចុះមកសោយមិនមែនទេណាមិនមែនទេញាតិញោមពុទ្ធបរិស័ទទាំងឡាយគឺយើងធ្វើនេះក្រន់តែណាឧទាហរណ៍ថាកន្លែងខ្លះគឺមានធ្វើនំវិចនំបត់នំគមនំអន្សមជ្រូកអន្សមចេកណាដាក់ទាំងគូមានផ្លែឈើផ្លែឪឡឹកណាទាំងឡាយដើម្បីមើលទៅឲ្យស័ក្តិសមមានភេសជ្ជៈណាទាំងកំប៉ុងក៏មានដបក៏មានហើយចឹងយើងដាក់ថ្វាយហ្នឹងគឺដើម្បីអីដើម្បីឲ្យទេវតាហ្នឹងមកសោយឬមួយក៏ដើម្បីអីអញ្ចឹងខ្ញុំកណាអាត្មាប្រាប់គ្រាន់តែប្រាប់ថាយើងដាក់នេះក្រន់តែជាការគោរពគុណតែប៉ុណ្្នឹងទេណាទោះបីយើងធ្វើទាន5ធូប5ដាក់ទឹក2ផ្តិល2កែវដើម្បីថ្វាយចំពោះព្រះសម្មាសម្ពុទ្ធអានឹងគឺយើងមានបំណងតែមួយទេគឺគោរពគុណរបស់ព្រះអង្គដែលព្រះអង្គលោកមានគុណសម្រាប់សត្វលោកហ្នឹងគឺមានអត្តហេតគុណនិងបរហេតគុណហ្នឹងអញ្ចឹងគឺយើងដាក់ហ្នឹងដើម្បីគោរពគុណទេមិនមែនព្រះអង្គលោកមកសោយមកទទួលនៅផាត់ហ្នឹងទេអញ្ចឹងញាតិញោមណាគឺយើងគ្រាន់តែដាក់ក្នុងនាមយើងគោរពគុណតែប៉ុណ្ណោះតែបើសិនជាយើងមិនដាក់ក៏បានដែរយើងគ្រាន់តែលើកដៃប្រណម្យតាំងចិត្តគោរពដល់គុណរបស់ព្រះអង្គទាំង10មានតាំងពីតិបិសោភគវាអរហង្គសម្មាសម្ពុទ្ធោវិជ្ជាចរណៈសម្បណ្ណោសុគតោលោកវិទូអនុត្តរោបរិសត្യമសារថៃសត្ថាទេវមនុស្សសានពុទ្ធោភគវានេះតែប៉ុណ្ណឹងគឺចប់ហើយញាតិញោមហ្នឹងហើយអត់មានចាំបាច់ច្រើនដែលយើងគេហៅថាឈានមិនដល់យើងចេះតែខំទៅរកទិញរបស់នេះរបស់នោះយកមកថ្វាយយកមកជាសក្ការៈបូជាច្រើនមិនបាច់ទេយើងគ្រាន់តែមានតាទៀន5ធូប5ផ្កាភ្ញីទាំងឡាយតាមអធិស្ឋ័យតែប៉ុណ្ណឹងទេហើយទេវតាក៏អញ្ចឹងដែរញាតិញោមយើងថ្វាយផ្កាទៅណាថ្វាយផ្កាពីព្រោះថាទេវតាគឺលោកសោយសម្បត្តិទឹកទៅហើយសម្បត្តិទឹកទាំង10ទៅហើយតែអ្វីដែលយើងធ្វើនេះដើម្បីគោរពគុណទេវតាទេរយៈពេល1ឆ្នាំនេះគឺមានភូមិទេវតាមានអាកាសទេវតាមានអារាមទេវតាមានគេហដ្ឋានទេវតាមានន័យថាជានាងផ្ទះឬមួយក៏ទេវតាផ្ទះដែលគេខំថែរក្សាដល់ភូមិករដល់ផ្ទះសម្បែងរបស់យើងហ្នឹងអញ្ចឹងគឺយើងដាក់ថ្វាយហ្នឹងដើម្បីគោរពគុណដល់ទេវតាហ្នឹងអញ្ចឹងញាតិញោមពុទ្ធបរិស័ទទាំងឡាយនៅពេលដែលយើងបានថ្វាយបង្គំព្រះរតនត្រ័យហើយគឺយើងបានបុណ្យបានកុសលតាមរយៈនៃកាយវិជាចិត្តរបស់យើងហ្នឹងគឺយើងផ្សាយមេត្តាធម៌ដល់ពពួកទេវតាទាំងឡាយសូមទេវតាទាំងឡាយដែលស្ថិតនៅក្នុងទិសបូអគ្នេយ៍ទសិននិរដី
ប៉ះចំពីយប់ឧត្តយសានខាងក្រោមខាងលើហ្នឹងណែសូមបានទទួលយកបុណ្យកុសលដែលខ្ញុំបានធ្វើកិច្ចចម្រើនមេត្តាភាវនានេះហើយចឹងគឺសូមលោកបានទទួលយកនៅចំហាយបុណ្យផងនេះតែប៉ុណ្ណឹងគ្រប់គ្រាន់ហើយញាតិញោមពុទ្ធបរិស័ទទាំងឡាយមិនចាំបាច់ទៅរកតាមហោរាគ្រូហោរាគេទាយទាំងឥឡូវត្រូវទៅអសណ្ដែកនឹងឲ្យបាន1គីឡូល្ងឲ្យបាន1គីឡូអស្អីអញ្ចឹងមានណាគ្រប់ទាំងអស់ឲ្យបានគ្រប់1គីឡូអញ្ចឹងហើយក្នុង1គីឡូជួនកាលបើបញ្ញាក់នាំគ្នាទៅទិញហ្នឹងគឺអារបស់អស់ទាំងនោះហ្នឹងវាឡើងថ្លៃជែកមួយស្និត 25,000 អីវិញញាតិញោមពុទ្ធបរិស័ទទាំងឡាយចុះបើគេត្រូវការ10ស្និតអញ្ចឹងយើងមិនអស់លុយច្រើនទៅហើយទេមិនអស់ 10,000 ជាងទៅហើយអស់តែ20,000 ទៅហើយទេអញ្ចឹងណាហ្នឹងហើយអញ្ចឹងគឺកុំឆោឡោកុំឆ្លេឆ្លាញាតិញោមមានប៉ុណ្ណាធ្វើប៉ុណ្ណឹងហើយគឺយើងដាក់រៀបហ្នឹងគឺដើម្បីគោរពគុណតែប៉ុណ្្នឹងទេណាគោរពគុណដល់ទេវតាដែលជួយថែរក្សាយើងណាជួយបង្ហាញផ្លូវយើងណាជួយឲ្យផ្ទះរបស់យើងសុខសប្បាយណាឲ្យភូមិកររបស់យើងនឹងគឺបានសុខសប្បាយកូនចៅរបស់យើងនឹងបានសុខសប្បាយយើងចែកមេត្តាធម៌ប៉ុណ្ណឹងឯងអាហ្នឹងគឺថ្ងៃចូលឆ្នាំហ្នឹងគឺមានកិច្ចអញ្ចឹងញាតិញោមពុទ្ធបរិស័ទទាំងឡាយអញ្ចឹងគឺកុំឆ្ងល់ហើយយើងថ្វាយអីថ្វាយទៅណាក៏ប៉ុន្តែកិច្ចការដែលថ្វាយទាំងអំបាលនោះគឺដើម្បីគោរពគុណតែប៉ុណ្ណោះចុះមួយទៀតហេតុអីបានជាចាំបាច់មាននំមាននេកមានចេកមានពៅដាក់ច្រើនអានឹងគឺដើម្បីកុំឲ្យកូនរបស់យើងណាកូនចៅរបស់យើងណាទៅឃើញផ្ទះគេរៀបចំមាននំមាននេកមានចេកមានពៅហើយដល់ទៅពេលកូនយើងណាទៅឃើញរបស់គេឃ្លានរបស់គេណាឃ្លានរបស់គេហ្នឹងហើយចឹងគឺដើម្បីឲ្យកុំឲ្យកូនយើងនឹងទៅរបស់គេហ្នឹងគឺយើងធ្វើខ្លួនឯងទៅនៅវិចនំសមនំគមនំចេកនំបត់ណានំចាក់ជុលឬមួយក៏ធ្វើអ្វីណាដែលជានំរបស់ខ្មែរហ្នឹងដើម្បីយើងដាក់សែនទៅហើយដល់ទៅពេលចប់កិច្ចពិធីសែនណាតាំងពីចូលឆ្នាំវរៈវណ្ណបត្តិហើយនឹងវរៈឡើងស័កទៅជួនកាលនំហ្នឹងយើងអាចទុកបានហូបតទៅមុខទៀតយើងផ្ញើកូនផ្ញើចៅរបស់យើងទៅហូបនៅស្រុកឆ្ងាយទៀតទៅនេះយើងធ្វើនឹងដើម្បីអញ្ចឹងតែញាតិញោមពុទ្ធបរិស័ទទាំងឡាយមិនទេវតានឹងមកសោយនំនឹងទេមិនទេវតានឹងមកសោយណាអាគ្រឿងរណ្ដាប់មានភេសជ្ជៈមានអីនឹងទេមិនទេញាតិញោមពុទ្ធបរិស័ទគ្រាន់តែយើងធ្វើនឹងដើម្បីគោរពគុណហើយរបស់អស់ទាំងនោះគឺសម្រាប់ឲ្យកូនចៅយើងហូបទេដើម្បីកុំឲ្យទៅចំហុំផ្ទះគេទៅមើលមាត់គេណាផ្ទះគេមានបានគេដាក់ទៅកូនចៅគេស៊ីបបោហូហៀហើយចំណែកកូនចៅឯងអត់មានអញ្ចឹងគឺចាស់បុរាណលោករៀបចំហ្នឹងមាននំមាននេកនេះគឺធ្វើដើម្បីឲ្យកូនយើងកុំឲ្យទៅឃ្លានផ្ទះគេអញ្ចឹងណាញាតិញោមណាហ្នឹងហើយអញ្ចឹងគឺយើងធ្វើទាំងអបាលហ្នឹងគឺដើម្បីទៅគោរពគុណតែម្យ៉ាងទេអញ្ចឹងអានឹងថ្ងៃចូលឆ្នាំហ្នឹងមានអញ្ចឹងញាតិញោមណាកុំទៅជឿតែផ្ដេសតែផ្ដាស់ចំណាយលុយអស់ច្រើនឥតអំពើនោះណាសេចក្តីល្អរបស់យើងតែយើងធ្វើល្អហើយគឺណាគ្មានអ្នកណាមកបៀតបៀនយើងបានទេណាយើងបានទទួលសេចក្តីសុខអាស្រ័យដោយសារយើងធ្វើល្អប៉ុណ្ណោះឯងអានឹងថ្ងៃទី1ថ្ងៃទី2វរៈវណ្ណបត្តិវរៈមនវណ្ណបត្តិពេលព្រឹកគេរៀបចំអីញាតិញោមពេលព្រឹកអញ្ចឹងទៅគេរៀបចំមានតាំងពីនំមានតាំងពីនេកមានតាំងពីរបស់របរដែលជាគ្រឿងហូបចុកទាំងឡាយឬមួយក៏យើងត្រូវរៀបចំនៅសម្លៀកបំពាក់ណាឲ្យបានល្អទៅដើម្បីយើងយកទៅណាយើងយកទៅជូនដល់មេត្តាបិតារបស់យើងបងប្អូនសាច់ញាតិសាលោហិតរបស់យើងមានអ៊ំមានពូមានមីងគេហៅថាឪពុកធំម្ដាយធំឪពុកមាម្ដាយមានមីងណាបងប្រុសបងស្រីហើយចឹកចែកៅសុហ៊ូណាឬមួយក៏ណែអីទាំងអស់ហ្នឹងគឺយើងណាយើងរៀបចំយើងជូនណាយើងជូនពីព្រោះសម័យដើមគឺកាលណាបើចូលថ្ងៃទី2ហ្នឹងគឺជាថ្ងៃដែលត្រូវជូនរបស់របរដល់ចាស់ទុំដល់បងប្អូនសាច់ញាតិរបស់យើងហើយមានបាយជូនបាយមាននំជូននំណាមានចេកជូនចេកមានអំពៅជូនអំពៅមានសម្លៀកបំពាក់ណាជូនសម្លៀកបំពាក់តាមអធិស្ឋានដែលយើងមានបានទៅញាតិញោមពុទ្ធបរិស័ទទាំងឡាយហើយជាពិសេសទៀតនោះបន្ទាប់ពីយើងបានជូនដល់លោកអ្នកដ៏មានគុណរបស់យើងហើយ
ឲ្យម្ដាយឪពុករបស់យើងនឹងហូបចុកឆ្ងាញ់ហូបចុកឆ្អែតហើយយើងត្រូវតែកុំភ្លេចទៅវត្តណាយើងធ្វើមកស្រាក់ឬមួយក៏យ៉ាងម៉េចទៅគឺយើងបានរៀបចំណាយកមកវត្តមកបើយើងមិនមកខ្លួនឯងឲ្យឪពុកអញ្ជើញមកបើឪពុកអញ្ជើញមកបានទេយើងយកមកខ្លួនឯងមកដើម្បីយើងបានប្រគេនដល់ព្រះសង្ឃប្រគេនដល់ព្រះសង្ឃលោកបានទទួលហើយក៏លោកបានឆ្អែតស្កប់ស្កល់អញ្ចឹងទៅណាហើយក្នុងនាមលោកជាអ្នកគោរពប្រតិបត្តិធម៌អញ្ចឹងនេះអញ្ចឹងគឺយើងត្រូវតែយើងបានយកមកប្រគេនព្រះសង្ឃមករួចហើយយើងកុំភ្លេចណាយើងកុំភ្លេចគេហៅថាពលីកម្មមួយគេហៅថានៅក្នុងហ្នឹងវាមានច្រើនញាតិញោមពុទ្ធបរិស័ទគេហៅថាញាតិពលីណាបើសិនយើងមកវត្តហើយគឺចង្ហាន់យកមកវត្តហើយគឺយើងត្រូវមានញាតិពលីគឺយើងសង្គ្រោះដល់ញាតិរបស់យើងពលីទាំង5ហ្នឹងណាហើយញាតិពលីយើងបានបន់បានកសលយើងឧទ្ទិសជូនដល់ញាតិរបស់យើងញាតិទាំង7សន្តានជាដើមទី2ណាអថិតទី2អតិថិពលីយើងទទួលភ្ញៀវណាមានន័យថាផ្ទះយើងមិនមែនអត់មានភ្ញៀវទេភ្ញៀវមកលេងណាគឺបើមិនភ្ញៀវសាច់ញាតិដតីក៏សាច់ញាតិឯងដែរភ្ញៀវនឹងមកលេងហើយទី3ពពៈបេតពលីយើងធ្វើបុណ្យឧទ្ទិសកុសលផលបុណ្យដែលកើតចេញអំពីការចែកទានទាំងឡាយណាដើម្បីឲ្យទៅដល់បេតបុគ្គលដែលបានធ្វើកាលកិរិយាទៅអញ្ចឹងណាហ្នឹងហើយទី4រាជពលីណារាជពលីហ្នឹងគឺពិតមែនតែមិនចូលក្នុងទីនេះក៏ប៉ុន្តែយើងបានបង់ពន្ធសួយសាកណាជាដើមដល់រាជការផែនដីអញ្ចឹងអាហ្នឹងគឺវាជារឿងដែលត្រូវកតបកិច្ចយើងត្រូវតែធ្វើហើយអាហ្នឹងហៅរាជពលីហ្នឹងហើយចំណែកឯទេវពលីទេវតាពលីណាហ្នឹងនិយាយពីរឿងមិញហ្នឹងទេវតាពលីហ្នឹងគឺយើងបូជាផ្កាដាក់ទឹកដាក់អីសពបែបសពយ៉ាងណាដូចបានរៀបរាប់មកខាងលើហ្នឹងទេវតាត្រូវសែនអីត្រូវថ្វាយអីណាមានតាំងពីផ្កាមានតាំងពីអីអាស្រ័យទៅលើយើងមានណាមិនបាច់ចាំដល់ថាទេគេថាមិនយើងទៅធ្វើអញ្ចឹងមិនបាច់ទេយើងមានប្រមាណយើងធ្វើប៉ុណ្ណឹងទៅញាតិញោមពុទ្ធបរិស័ទទាំងឡាយអញ្ចឹងគឺទេវពលីណាទេវតាពលីណាគឺកាលណាបើបានបុណ្យបានធ្វើបុណ្យឧទ្ទិសកុសលហើយគឺយើងគោរពដល់ទេវតាផងនេះចង់និយាយអញ្ចឹងញាតិញោមយកបាយមកវត្តណាយកទេយទានមកវត្តដើម្បីវេប្រគេនដល់ព្រះសង្ឃហើយព្រះសង្ឃលោកបានទទួលហើយផាតានុមោទនាហើយចឹងកុំភ្លេចរឿងបញ្ហាដែលយើងចែកបុណ្យឲ្យទេវតាហើយចុះទេវតានៅណាញាតិញោមពុទ្ធបរិស័ទទេវតានៅផ្ទះយើងមានប៉ុន្មានយើងនិយាយទេវតាខាងក្រៅសិនមានភូមិទេវតាទេវតាថែរក្សាភូមិណាជានាងផ្ទះទេវតាថែរក្សាផ្ទះអាកាសទេវតារុក្ខទេវតាឃើញទេអារាមទេវតាអញ្ចឹងយើងផ្សាយមេត្តាធម៌បុណ្យកុសលហ្នឹងហើយជាពិសេសគឺទេវតាដែលស្ថិតនៅក្នុងឆកាមាវចរសួរទាំង6ទេវតាដែលស្ថិតនៅក្នុងចម្ពោះទ្វីបសូមលោកបានទទួលនៅចំហាយបុណ្យដែលខ្ញុំបានធ្វើអានេះហៅថាទេវតាពលីអញ្ចឹងញាតិញោមស្ដាប់បានណាហ្នឹងហើយអញ្ចឹងគឺយើងចែកបុណ្យណាពេលហ្នឹងគឺជាយើងគឺជាពេលវេលាមួយដែលយើងបានត្រូវផ្សាយនៅមេត្តាធម៌ណាសត្វទាំងឡាយទាំងពួងដែលដល់ហើយនៅសេចក្តីទុក្ខសូមឲ្យបាត់ទុក្ខទៅសត្វទាំងឡាយទាំងពួងដែលដល់ហើយនៅភ័យសូមឲ្យបាត់ភ័យទៅសត្វទាំងឡាយទាំងពួងដែលបានដល់ហើយនៅសេចក្តីសោកក៏សូមឲ្យបាត់សេចក្តីសោកទៅនេះអញ្ចឹងហ៎អញ្ចឹងវីរៈវណ្ណបត្តិហ្នឹងគឺយើងត្រូវតែរៀបចំបាយទឹកនំចំណីជូនដល់ពុកម្ដាយរបស់យើងចែកជូនចែកទេយទានអីទៅណាមានសម្លៀកបំពាក់អីសពបែបសពយ៉ាងទាំងអស់ហ្នឹងដើម្បីជូនដល់គាត់អានៅថ្ងៃទី2ហើយចំណែកឯថ្ងៃទី3វិរៈឡើងស័កវិរៈឡើងស័កហ្នឹងគឺយើងត្រូវរៀបចំចង្ហាន់ទៀតណារៀបចំចង្ហាន់អញ្ចឹងទៅណាមកវត្តរួចតពីរៀបចំចង្ហាន់មកវត្តអញ្ចឹងហើយគឺពិធីកិច្ចសង្ឃព្រះហើយណាពិធីកិច្ចសង្ឃព្រះយើងត្រូវរៀបចំនៅទឹកសុគន្ធវេរីណាដែលជាមានទឹកមានក្លិនក្រអូបទឹកកន្ទីទឹកដែលមានក្លិនក្រអូបដើម្បីយើងយកមកស្រង់ព្រះរបស់យើងព្រះណាអញ្ចឹងនិយាយបានពីមុខព្រះនេះ
ព្រះទី1ណាព្រះអរហន្តខាងក្រៅសំដៅទៅលើពុទ្ធរូបនៅព្រះវិហារក្តីនៅវត្តអារាមនៅសាលាក្តីគឺយើងមកស្រង់ព្រះហ្នឹងគឺមានន័យថាដោះសម្អាតធូលីផង់ទាំងឡាយដែលវាប្រឡាក់ហើយអស់រយៈពេលពេញមួយឆ្នាំហ្នឹងហើយចឹងយើងស្រង់ព្រះអញ្ចឹងនេះញាតិញោមពុទ្ធបរិស័ទទាំងឡាយគេហៅថាពុទ្ធបូជាឬមួយក៏ដើម្បីណាបូជាចំពោះពុទ្ធនៅទឹកដែលមានក្លិនក្រអូបដើម្បីស្រង់ប្រកាយឲ្យព្រះអង្គឲ្យប្រកាយព្រះអង្គហ្នឹងគឺណាជ្រះស្រឡះស្អាតផូរផង់ក្លិនក្រអូបយ៉ាងណាមិញហើយចំណែកឯស្រង់ព្រះមួយទៀតគឺយើងស្រង់ព្រះក្នុងផ្ទះរបស់យើងហ្នឹងមានន័យថាមេត្តាជាព្រះអរហន្តបិតាជាព្រះអរហន្តហើយចឹងគឺព្រះអរហន្តទាំងពីរអង្គនេះយើងត្រូវតែស្រង់ណាស្រង់ឲ្យគាត់ណាដោះក្អែលមុជទឹកកក់សាប៊ូបោកសម្លៀកបំពាក់ឲ្យគាត់ពូកខ្នើយកតេលកន្លែងនៅរបស់គាត់ហ្នឹងគឺយើងត្រូវតែបោកសម្អាតណាឲ្យបានស្អាតឲ្យមានក្លិនក្រអូបនៅពីព្រោះថាណាយើងមកចូលឆ្នាំហ្នឹងគឺជួនកាលកន្លះឆ្នាំយើងមកម្ដងមួយឆ្នាំយើងមកម្ដងចឹងកិច្ចការទាំងហ្នឹងយើងត្រូវតែឆ្លៀតដើម្បីមកជួយកិច្ចការផ្ទះអ្នកចូលឆ្នាំហ្នឹងគឺអញ្ចឹងញាតិញោមពុទ្ធបរិស័ទទាំងឡាយបន្ទាប់ពីយើងបានជួយមេត្តាបិតារបស់យើងឲ្យគាត់បានហូបឆ្អែតមុជទឹកឲ្យគាត់បានជ្រះខ្លួនល្អហើយហើយចឹងគឺយើងកុំភ្លេចផ្សាយមេត្តាធម៌ទៀតណាយើងបានធ្វើបុណ្យហើយព្រោះយើងបានធ្វើបុណ្យទៅវត្តក៏យើងបានសងព្រះមកផ្ទះវិញក៏យើងបានសងព្រះហើយចឹងគឺបន្ទាប់ពីយើងបានបំពេញនៅកុសលដ៏ល្អនេះហើយយើងចាប់ផ្ដើមផ្សាយមេត្តាធម៌ទៀតណាសត្វទាំងឡាយទាំងពួងដែលស្ថិតនៅក្នុងទិសបូទិសអាគ្នេយ៍ទិសតសិនទិសនិរដីទិសបស្ចិមទិសពាយប់ទិសឧត្តរទិសឦសានទិសខាងក្រោមផងទិសខាងលើផងសូមឲ្យជាសត្វមិនមានពៀនឹងគ្នាសូមឲ្យបានតែសេចក្តីសុខឲ្យប្រះចាកទុក្ខកុំព្យាបាទគ្នាកុំមានសេចក្តីព្រួយចំបែងសូមឲ្យមានអាយុវែងណាអញ្ចឹងជាដើមទៅសូមឲ្យបានជាសុខតរៀងទៅអញ្ចឹងទៅហ្នឹងគឺការផ្សាយមេត្តាធម៌ញាតិញោមពុទ្ធបរិស័ទទាំងឡាយហើយបន្ទាប់អំពីណាយើងបានផ្សាយមេត្តាធម៌ហើយណាចាស់បុរាណគេហៅថាយើងចែកទានញាតិញោមណាយើងចែកទានហ្នឹងគឺយើងមានលុយមានកាក់មានប្រាក់មានកាសមាននំមានចំណីមានសម្លៀកបំពាក់មានថ្នាំពេទ្យអីជាដើមហ្នឹងយើងចែកទានដល់អ្នកភូមិរបស់យើងដល់ញាតិរបស់យើងណាដើម្បីអីថាដើម្បីបំពេញនៅចាកៈដ៏ប្រសើរនេះដើម្បីបានជាបញ្ញនិធិជាកំណត់ត្រប់កប់ទុកក្នុងពុទ្ធសាសនាផងដើម្បីចងសម្ព័ន្ធមេត្រីភាពស្រឡាញ់គ្នាហើយនឹងគ្នាពីព្រោះថាមនុស្សយើងឲ្យទានដល់គ្នានឹងគ្នាគឺនាំឲ្យយើងស្រឡាញ់គ្នាអញ្ចឹងណាញោមណាយើងឲ្យទានគេឲ្យទានយើងនេះពេលហ្នឹងត្រូវដាក់ត្រូវការឲ្យទានគ្នាទៅវិញទៅមកណាគេជូនគ្នាទៅវិញទៅមកមិនថៃចាំចាស់ចាំក្មេងអីអត់ទេណាឲ្យតែយើងឃើញមានភក្តីភាពហ្នឹងគឺយើងត្រូវជួយគ្នាទៅវិញទៅមកហ្នឹងយល់ទេគេជូនយើងហើយយើងជូនគេ1000គេជូនយើង1000អាហ្នឹងយើងទទួលទៅភក្តីភាពទានគឺជាស្នេហ៍មួយដ៏ល្អដែលធ្វើឲ្យមនុស្សចេះស្រឡាញ់គ្នាអាស្រ័យដោយសារមានការចែករំលែកហ្នឹងអញ្ចឹងណាយើងបន្ទាប់ពីយើងបានផ្សាយធម៌ដល់ទេវតាហើយផ្សាយធម៌ដល់សត្វទាំងឡាយទាំងពួងហើយអញ្ចឹងគឺយើងត្រូវរៀនចែករំលែកអ្នកចាស់បុរាណអញ្ចឹងហើយអ្នកខ្លះគេមានឋានៈបុណ្យស័ក្តិមានទ្រព្យសម្បត្តិច្រើនឋានៈស្នាក់អរិញសេដ្ឋីកហបតីនិមឺនមន្ត្រីកដុំ2អ្នកមានណាគេមកគេចែកទានណាញោមយល់ទេណាគេមកគេចែកទានចាស់ព្រឹទ្ធាចារ្យគេជូនប្រមាណណាចាស់មានសិលគេជូនប្រមាណហើយចំណែកឯអ្នកដែលមានផ្ទៃពោះគេជូនប្រមាណហើយអ្នកដែលពិការណានៅអវយវៈរាងកាយនឹងគេជូនប្រមាណអ្នកដែលនៅក្មេងកុមារីណាកូនកំព្រាអីនឹងគេចែកមកហ្នឹងគេលៃញាតិញោមពុទ្ធបរិស័ទទាំងឡាយណាពុទ្ធបរិស័ទទាំងឡាយមានសប្បុរសខ្លះលោកចែកទានណា
chạy tiền tam flow có miền chạy tiền nấu ti tăng cả lại xóm cua có miền chạy tiền nấu tam bản đa vót có miền tam mân ti pet có miền tam flow sa thề là nặng có miền nè cái miền lối cái thua tiền chở nó nhôm đấy cái thua tiền chở nè đời chẳng nó cứ chỉ ti sở lanh rồi bỏ mà hai chân từng lai nè ứng chạy tiền nó còn tha loi tay mình nước chạy sở lanh khi này xôm bay té sắt để dương oi tiền với cầu về chạy sở lanh dương đây dễ đấy nhiệt nhôm oi chùm này về xì oi smau về xì oi ở vay sập giang bắt đầu thì cái đây sở lanhประกอบ ដោយ មេតា សត្វ ទាំង ឡាយ នោះ នឹង ស្រឡាញ់ យើង វិញ អញ្ចឹង ញោម ណា ហ្នឹង ហើយ អញ្ចឹង គឺ យើង រៀន ចែក លេខ អញ្ចឹង ណា ចែក ទៀន អញ្ចឹង បន្ទាប់ ពី យើង បាន សង ព្រះ ណា សង ព្រះ នៅ វត្ត សង ព្រះ នៅ ផ្ទះ ហើយ ជួប ជុំ បងប្អូន យើង ចែក ទៀន ដល់ គ្នា នឹង គ្នា អញ្ចឹង ញាតិញោមពុទ្ធបរិស័ទ ទាំង ឡាយ រួច ទៅ ពី ចែក ទៀន ណា នៅ សម្ភារៈ ទាំង ឡាយ ហើយ គឺ យើង ចាប់ ដើម ចូល ណា ហូប ចុក បង្កើត បាន ជា វង ណា វង ហូប ចុក អញ្ចឹង ទៅ ណា ញោម ណា ហ្នឹង ហើយ មាន បាយ មាន ទឹក មាន នំ មាន ចំណី បរិភោគ ណា សប្បាយ ក្អាកក្អាយ ជាមួយ គ្នា អានេះ ហើយ គេ ហៅ ថា យើង មក ចូល ឆ្នាំ យើង ធ្វើ បុណ្យ ធ្វើ កុសល ពី ព្រោះ ថា យើង ចូល ឆ្នាំ មិន យើង នៅ ក្មេង ទេ មាន ន័យ ថា អាយុ យើង ពី ឆ្នាំ ទៅ យើង 30 ឥឡូវ ចូល ឆ្នាំ នេះ 31 អញ្ចឹង យើង ចាស់ ចិត្ត ចាស់ កំណត់ មក កម្រិត ឆ្នាំ ក្រោយ យើង ចាស់ ចិត្ត ចាស់ កំណត់ មក កម្រិត អញ្ចឹង គឺ អាយុ របស់ យើង កាន់ តែ ចាស់ ចំណេះ របស់ យើង កាន់ តែ កើត អញ្ចឹង ញាតិញោម ពុទ្ធបរិស័ទ ត្រូវ តែ ធ្វើ អញ្ចឹង ដើម្បី ចូល ឆ្នាំ នីមួយៗ គឺ ជួប នៅ រឿង ល្អ លើកលែង ណា យើង លេង រួច ហើយ យើង លេង លបែង ពជា ព្រៃ ណា តាំង ពី ថ្ងៃ ទី 1 ថ្ងៃ ទី 2 ថ្ងៃ ទី 3 ហ្នឹង យើង កុំ ភ្លេច ណា យើង កុំ ភ្លេច ឲ្យ សោះ យើង លេង លបែង ពជា ព្រៃ លបែង ដែល ជា គេ ដំណែល ដូន តា របស់ យើង ទុក មក តាំង ពី សម័យ ដើម មក មាន បោះ មាន បោះ ឈូង បោះ អង្គញ់ ចោល ឈូង បោះ អង្គញ់ ខ្សាទាញ ប្រត់ ណា ឆក់ ស្លឹក ឈើ លេង លបែង ទាញ លេង លបែង ចាប់ កូត ខ្លែង ឬ មួយ ក៏ លបាំ ត្រុដិ អី ហ្នឹង គឺ យើង លេង ទៅ តាម លបែង បុរាណ របស់ យើង យើង កុំ លេង អ្វី ដែល ខុស ពី លបែង បុរាណ របស់ យើង ញាតិញោម ណា តែ ធ្វើ លេង ឲ្យ ខុស ពី លបែង បុរាណ របស់ យើង គឺ មាន គ្រោះថ្នាក់ ហើយ ដូច ជា លេង ប៉ាតម្សៅ ដូច ជា លេង គប់ ទឹក នេះ ណា អានឹង គឺ គ្រោះថ្នាក់ ណាស់ មាន កន្លង មក គឺ យើង មាន ឃើញ បញ្ហា កើត ឡើង អាស្រ័យ ដោយ សារ លេង គប់ ទឹក អាស្រ័យ ដោយ សារ លេង ប៉ាតម្សៅ វា មាន បញ្ហា កើត បើ ប៉ាតម្សៅ គឺ ប្រឡំ ចាប់ ប្រឡំ ប៉ះ ប្រឡំ កាន់ ប្រឡំ បេះ នៅ ខ្សែ ក កវល ខ្សែ ដៃ អី បាត់ ច្រើន ណា កន្លង មក គប់ ទឹក ណា ជួន កាល កិច្ច ទឹក ទៅ បុក គ្នា ឲ្យ មុខ ណា ជួន កាល ខំ ជីក មក ថា ដើម្បី យើង មក វត្ត មក វា ចូល ឆ្នាំ យក ចង្ហាន់ យក អី មក វត្ត ដល់ ពេល គេ គប់ ទឹក ណា នាំ ឲ្យ ដួល ប្រឡោក ប្រឡាក់ ណា ខូច ខាត ប្រយោជន៍ អស់ ហើយ មាន អ្នក ខ្លះ ទៀត គឺ មិន យក ទឹក ល្អ យក មក គប់ ទេ គឺ យក ទឹក អាក្រក់ ទឹក ក្លិន ស្អុយ យក មក គប់ អា ហ្នឹង គឺ អសិលធម៌ ណា អសិលធម៌ ណា ញាតិញោម ពុទ្ធបរិស័ទ ទាំង ឡាយ ដូច្នេះ យើង ត្រូវ ណា កូន ខ្មែរ ខេមរៈ ជាតិ យើង ត្រូវ តែ ប្រកាន់ ភ្ជាប់ នៅ ប្រពៃណី ល្អ មាន សុជីវធម៌ មាន សិលធម៌ ណា គោរព ណា គ្នា ទៅ វិញ ទៅ មក បរោះ គោរព ស្ត្រី គោរព បរោះ គេ ដំណែល ដូន តា របស់ យើង នេះ គឺ នាំ ឲ្យ យើង ស្រឡាញ់ គ្នា អាស្រ័យ ដោយ ការ គោរព គ្នា តែ បើ សិន ជា យើង មក ដើម្បី បង្ក រឿង ឆ្លោះ បង្កើត នៅ ណា អស្ថិរភាព ក្នុង សង្គម សួរ ថា តើ ច្បាប់ ណា លើកលែង ឲ្យ អ្នក ដែល ប្រព្រឹត្ត អាក្រក់ នោះ ទេ ថា มัน អាច លើកលែង ឲ្យ បាន ទេ ញាតិញោម ពុទ្ធបរិស័ទ ទាំង ឡាយ ដូច្នេះ គឺ យើង ត្រូវ តែ មាន សតិ សម្បជញ្ញៈ មាន ឧត្តមគតិ ល្អ ដើម្បី យើង ផ្ដល់ ឲ្យ ថ្ងៃ ចូល ឆ្នាំ រយៈ ពេល 3 ថ្ងៃ ហ្នឹង คล้าย ទៅ ជា ថ្ងៃ មាន ប្រយោជន៍ คล้าย ទៅ ជា ថ្ងៃ ដែល មិន អាច នឹង បំភ្លេច បាន អញ្ចឹង ហើយ ក៏ ជា ការ តម្កល់ នៅ គេ ដំណែល ដូន តា របស់ យើង តាំង ពី ដើម មក តាំង ពី មុន សម័យ អង្គរ ក្រោយ អង្គរ មក គឺ យើង រក្សា គេ ដំណែល ណា លបែង ពជា ព្រៃ វប្បធម៌ ខ្មែរ របស់ យើង នឹង ឲ្យ បាន ល្អ ប្រពៃ នេះ គឺជា ប្រយោជន៍ សម្រាប់ សង្គម ជាតិ យើង ហើយ អញ្ចឹង ណា ញាតិញោម ណា អញ្ចឹង គឺ បច្ចៈ សាដើម មក វិញ ច
ចូលឆ្នាំគឺយើងមានអ្វីថ្វាយនឹងទៅណាជាពិសេសគឺចំពោះពុទ្ធគុណធម្មគុណសង្ឃគុណមិនអីក្រៅពីទាន5ធូប5ហ្នឹងទេទឹកផ្តិល2ហ្នឹងមកទេវតាគ្មានអីក្រៅទៅពីផ្កាមានអីក្រៅទៅពីរបស់ដែលយើងមានទាំងបានលើកលែងតែរបស់ណាដែលណាពាក់ព័ន្ធជាមួយនឹងជីវិតសត្វពាក់ព័ន្ធជាមួយនឹងការសម្លាប់បំបត្តិជីវិតគេឲ្យយកមកសែនយកមកថ្វាយទេវតាមិនយកទេណាទេវតាមិនយកទេញាតិញោមពុទ្ធបរិស័ទទាំងឡាយទេវតាមានអាហារទឹក10ហើយអញ្ចឹងគឺយើងធ្វើដើម្បីគោរពគុណទេវតានេះដើម្បីទេវតានឹងបន្តការថែរក្សាយើងតទៅទៀតអញ្ចឹងអញ្ចឹងកុំឆោឡោណាកុំឆោឡោកុំឆ្លេឆ្លាឮគេថាណាឲ្យសុកចិត្តចំណាយថវិកាដើម្បីឮគេថាអញ្ចឹងញាតិញោមណាហ្នឹងហើយអញ្ចឹងគឺអ្នកត្រូវឲ្យមានសតិសម្បជញ្ញៈណាមានបញ្ញាដើម្បីយកមករិះគិតមកពិចារណាទៅលើអំពើនីមួយណានៅក្នុងโลกនេះអញ្ចឹងថ្ងៃចូលឆ្នាំថ្ងៃវិរៈវណ្ណបត្តិហ្នឹងគឺញាតិញោមណារៀបចំបាយទឹកនំចំណីត្រីសាច់ទាំងឡាយបន្ទាប់ពីជូនមេត្តាបិតាយើងទៅវត្តរួចទៅពីទៅវត្តហើយគឺយើងមានសម្លៀកបំពាក់ល្អគឺយើងជូនចាស់ទៅតាមហ្នឹងទៅទី3ហ្នឹងគឺវិរៈឡើងស័កហ្នឹងគឺយើងក៏ទៅវត្តដែរសង្ឃព្រះផ្សាយមេត្តាធម៌ចែកទានហើយនឹងជួបជុំគ្នាហូបចុកឆ្ងាញ់ពិសាតាមអធិស្ស្រ័យនៃការរស់នៅក្នុងសង្គមរបស់យើងទៅនឹងបានសុខបានចម្រើនហើយញាតិញោមពុទ្ធបរិស័ទទាំងឡាយហាមដាច់ខាតកុំលេងគប់ទឹកហាមដាច់ខាតកុំលេងប៉ាតម្សៅញាតិញោមពុទ្ធបរិស័ទទាំងឡាយសូម្បីតែនៅក្នុងអដិញនេះនៅក្នុងស3ញាតិញោមពុទ្ធបរិស័ទទាំងឡាយស3ហ្នឹងគឺមានទី1គេហៅថាស្ងប់ស3ហ្នឹងទី1ស្អាតស្អាតហ្នឹងគឺយើងមកសម្អាតវត្តទី2ស្ងប់ណាយើងត្រូវតែធ្វើចិត្តឲ្យបានស្ងប់រងាប់ណាកុំឲ្យចិត្តយើងរវើរវាយប៉ាតណាប៉ាតណីណាហ្នឹងហើយអញ្ចឹងគឺទី1ស្អាតទី2ស្ងប់ហើយញាតិញោមពុទ្ធបរិស័ទអាចដឹងណាអញ្ចឹងគឺនេះជាអភិក្រមដែលខាងក្រសួងធម្មការលោកបានចេញមកដើម្បីនិយាយអំពីអភិក្រម3ញាតិញោមពុទ្ធបរិស័ទទាំងឡាយខ្ញុំកណាបានលើកឡើងថាពាក្យថាស្អាតហ្នឹងគឺបានដល់អីថាស្អាតហ្នឹងគឺយើងចូលវត្តយើងត្រូវធ្វើវត្តហ្នឹងឲ្យស្អាតញាតិញោមហ្នឹងហើយកុំយកសម្រាមណាកុំយកសម្រាមមកចោលទៅពីទៅអីចឹងទៅកុំយើងព្រោះតែយើងម្នាក់ណាព្រោះតែយើងម្នាក់គឺធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិរបស់យើងណាក៏ប៉ះពាល់ដល់សង្គមជាតិរបស់យើងប៉ះពាល់ដល់ទីអារាមរបស់យើងដែលកំពុងតែស្អាតកំពុងតែល្អរបស់យើងមិនបានជួយសម្អាតទេតែកុំធ្វើឲ្យមានការណាយកសម្រាមនឹងយកមកចាក់យកមកដាក់បំពេញឲ្យខូចទីធ្លាវត្តញាតិញោមពុទ្ធបរិស័ទទាំងឡាយហើយចឹងគឺសស្អាតហ្នឹងគឺមានន័យអញ្ចឹងណាសស្អាតគឺបរិស្ថានគឺស្អាតនៅបរិស្ថានហៅថាបរិស្ថានស្អាតអនាម័យល្អសំណង់គេថាការរៀបចំនៅកន្លែងនឹងកុំឲ្យមានរបៀបរៀបរយអញ្ចឹងទៅជារមណីយដ្ឋាននៃសាសនាជាបញ្ញខេត្តណាហើយជាបញ្ញខេត្តណាសម្រាប់ពុទ្ធបរិស័ទដែលលោកបានអញ្ជើញមកទី2គឺគេហៅថាវត្តស្វាងញាតិញោមណាវត្តស្វាងសមួយទៀតគឺសស្វាងហ្នឹងគឺយើងគេហៅថាផ្ដល់នៅចំណេះដឹងណាកន្លែងពាក្យថាវត្តស្វាងហ្នឹងគឺយើងចូលមកវត្តគឺយើងយកចំណេះវិជ្ជាចេញពីវត្តទៅវិញអញ្ចឹងគឺយើងភ្លឺស្វាងហើយអាកាលដែលយើងមុនមកវត្តហ្នឹងគឺយើងអាប់ហ្នឹងដោយសារយើងមិនចេះចំណេះវិជ្ជាទេដល់ពេលយើងចូលវត្តទៅដឹងធម៌ស្គាល់ធម៌នាំឲ្យមនុស្សធ្វើនៅសេចក្តីល្អដែលនាំមកនៅសេចក្តីសុខអញ្ចឹងទៅអញ្ចឹងគឺ
ចេញពីវត្តទៅស្វាងចេះណាមុនចូលមកវត្តអាប់អួរ stress កើតមានគ្រប់ពេលវេលាដល់ពេលស្ដាប់ធម៌ហើយរួចរាល់មានចំណេះដឹងភ្លឺថ្លាល្អចេញទៅវិញស្វាងចេះនេះអានឹងគេហៅថារស់ដោយធម៌ញាតិញោមពុទ្ធបរិស័ទទាំងឡាយហើយមួយទៀតសស្ងប់ណាសស្ងប់នឹងគឺយើងធ្វើឲ្យចិត្តរបស់យើងនឹងស្ងប់ណាសេចក្តីសុខទាំងឡាយមិនស្មើដោយសេចក្តីស្ងប់ឡើយបើសិនជាយើងធ្វើចិត្តឲ្យស្ងប់គឺសេចក្តីសុខវិសេសវិសាលជាទីបំផុតចឹងខ្ញុំកណ្ណាអាត្មាភាពបានលើកមកអំពីថ្ងៃចូលឆ្នាំថ្ងៃវិរៈវណ្ណបត្រនិងថ្ងៃវិរៈឡើងស័កមកដោយខ្លីសង្ខេបប៉ុណ្ណឹងចឹងញាតិញោមណាពាក់ព័ន្ធនឹងការរៀបចំនៅដង្វាយថ្វាយក៏ដូចជាគ្រឿងសក្ការៈបូជាចំពោះព្រះពុទ្ធពធប្រសង្ឃដែលថ្វាយរណ្ដាប់ចំពោះទេវតាឆ្នាំថ្មីអញ្ចឹងគឺមានប្រមាណប៉ុណ្ណេះលើសលួសខ្វះខាតយ៉ាងណាខន្តីអភ័យទោសក៏សន្មតតែចប់តែប៉ុណ្ណេះឯងអេវ៉ាំង